ម៉ាក់ថ្ងៃនេះជាថ្ងៃខួបកំណើតគម្រប់80ឆ្នាំរបស់លោកយាយគាត់ខំធ្វើដំណើរពីជនបទមកពឹងពាក់យើងតើយើងគួរឲ្យគាត់មកអង្គុយញ៉ាំបាយជាមួយគ្នាទេឲ្យគាត់អង្គុយនៅជ្រុងនោះមើលទៅមិនសមភ្នែកសោះឲ្យគាត់មកទៅញ៉ាំបាយអញមើលគាត់ផងក្លិនដីកំអែលមកពីស្រុកស្រែសាយមកអីក្លិនអាប់ឆ្អាបណាស់ឲ្យគាត់នៅចិត្តតុអាហារបែបនេះម៉ាក់ញ៉ាំបាយមិនចុះទេឲ្យគាត់អង្គុយនៅជ្រុងនោះស្ងៀមទៅបានហើយកុំឲ្យគាត់ឡើងមកទៅធ្វើឲ្យបាត់មាត់បាត់ក្អស់មានឲ្យសម្រាប់ពីការងារហើយឬកុំបារម្ភអីម៉ាក់ចាំមិនភ្លេចទេថាថ្ងៃនេះជាខួបកំណើត80ឆ្នាំរបស់លោកយាយឯងម្ហូបឆ្ងាញ់ពេញតូម៉ាក់ធ្វើរួចរាល់អស់ហើយលោកយាយញ៉ាំឆ្ងាញ់ណាស់កំពុងតែអង្គុយខំជើងមាន់នៅលើតុនេះឯងគាត់សប្បាយចិត្តនឹងការរស់នៅទីក្រុងណាស់ម៉ាក់កូនចង់និយាយជាមួយលោកយាយបន្តិចកូនខានជួបគាត់យូរហើយចង់ជូនពរថ្ងៃកំណើតគាត់ដោយផ្ទាល់អូយមិនស្រួលសោះលោកយាយទើបតែញ៉ាំបាយរួចពេលនេះកំពុងខ្ពុរមាត់មិនស្រួលទទួលទូរស័ព្ទទេកូនធ្វើការកុំហត់ពេកកុំបារម្ភរឿងនៅផ្ទះអីពួកម៉ាក់មើលថែលោកយាយល្អណាស់ហាមនរណាម្នាក់និយាយផ្ដេសផ្ដាសហាមប្រាប់រឿងពិតដល់ស៊ូនៀនម្នាក់មាត់បិទឲ្យចិត្តហើយញ៉ាំបាយទៅចុះជីដូនខ្ញុំទៅណានាងកូនត្រឡប់មកវិញភ្លាមបែបនេះយ៉ាងម៉េចអ្នកនិយាយតាមទូរស័ព្ទថាជីដូនកំពុងអង្គុយញ៉ាំអាហារឆ្ងាញ់ញ៉ាំជើងមាន់ចុះហេតុអ្វីឲ្យគាត់អង្គុយនៅជ្រុងផ្ទះផឹកទឹកស៊ុបមីដែលខូចអស់ហើយនេះវាគ្រាន់តែជាបាយសតិចតួចប៉ុណ្ណោះថ្ងៃនេះខ្ញុំរវល់ខ្លាំងពេកទើបភ្លេចកម្ដៅភ្លេចតែមួយលើកទេតើថ្ងៃណាក៏ភ្លេចដែរឬខ្ញុំធ្វើការថែម៉ោងរាល់ថ្ងៃធ្វើដល់ម៉ោង 2 ទៀបភ្លឺទើបបានត្រឡប់មកផ្ទះរាល់ខែខ្ញុំផ្ញើលុយថ្លៃចំណាយ 14,000 មកផ្ទះឲ្យទៀងទាត់គឺដើម្បីឲ្យអ្នកទាំងពីរមើលថែជីដូនឲ្យបានល្អមិនមែនឲ្យយកលុយឈាមញើសរបស់ខ្ញុំទៅស៊ីផឹកស្រួលបួលហើយឲ្យជីដូនខ្ញុំផឹករបស់ខូចរាល់ថ្ងៃទេសួរវាយលុយខ្ញុំយកទៅណាអស់ហើយបងស្រីបងកុំធ្វើរឿងតូចឲ្យខ្លាចជារឿងធំអីម៉ាក់នៅផ្ទះមើលថែជីដូនក៏ហត់នឿយខ្លាំងណាស់ដែរអ្នកទាំងពីរអ្នកប្តីប្រពន្ធថ្ងៃបានតែដេកលេងមិនមានចំណូលសំបីបន្តិចសុកចិត្តចាយលុយដែលខ្ញុំខំរកមកដោយពិបាកខ្សែដៃមាសរបស់ម៉ាក់សម្លៀកបំពាក់ថ្មីកាបូបនិងគ្រឿងអលង្ការដែលអ្នកទិញថ្មីសុទ្ធតែបានមកពីការដែលខ្ញុំខំប្រឹងធ្វើការថែម៉ោងខ្ញុំឲ្យលុយគឺដើម្បីឲ្យជីដូនមានជីវភាពល្អមិនមែនឲ្យអ្នកទាំងពីរយកទៅចាយវីសបាយហើយមកធ្វើបាបមនុស្សចាស់ទេទោះជាយ៉ាងណាក៏ដោយម៉ាក់ក៏ជាមនុស្សចាស់ដែរនាងនិយាយបែបនេះហួសហេតុពេកហើយបិទមាត់រឿងនេះមិនដល់វេននាងត្រូវនិយាយទេម្ហូបឆ្ងាញ់ពេញតូអ្នកទាំងពីរដួសញ៉ាំយ៉ាងឆ្ងាញ់មាត់ឃើញមនុស្សចាស់ផឹកទឹកស៊ុបខូចនៅចំពោះមុខបែរជាធ្វើប្រងើយតើអ្នកទាំងពីរមានសតិសម្បជញ្ញៈដែរឬទេជីដូនកូនសុំទោសខ្ញុំមកយឺតហើយតាំងពីតូចមកយាយជាអ្នកចិញ្ចឹមបីបាច់ថែរក្សាខ្ញុំនៅឯស្រុកស្រែខ្ញុំនាំយាយមកក្នុងក្រុងដើម្បីឲ្យយាយបានរស់នៅសុខស្រួលនឹកស្មានមិនដល់ថាធ្វើឲ្យយាយត្រូវមកទទួលរងទុក្ខវេទនាខ្លាំងដល់ថ្នាក់នេះគឺជាកំហុសរបស់ខ្ញុំដែលការពារយាយមិនបានល្អកូនល្អទឹកសម្នេះយាយញ៉ាំរាល់ថ្ងៃជាងកន្លះឆ្នាំមកហើយយាយសាំនឹងវាទៅហើយម៉ាក់នាងដឹងថាគាត់ខុសហើយថ្ងៃក្រោយម៉ាក់នឹងថែរក្សាយាយឲ្យល្អនិងមិនឲ្យមានរឿងបែបនេះទៀតទេអភ័យទោសឲ្យម៉ាក់លើកនេះទៅឈប់សម្ដែងទៅមុនពេលខ្ញុំឡើងមកលើនេះអ្នកចិត្តខាងគេប្រាប់ខ្ញុំអស់ហើយយាយត្រូវញ៉ាំបាយសនិងម្ហូបត្រជាក់រាល់ថ្ងៃថែមទាំងត្រូវគេដេញឲ្យទៅអង្គុយញ៉ាំបាយនៅជ្រុងម្ខាងទៀតនេះមិនមែនជាការធ្វេសប្រហែសទេតែវាជាទង្វើដែលអ្នកធ្វើដោយចេតនាអ្នកក៏មានកូនមានចៅដែរចាំបាច់ត្រូវធ្វើបាបមនុស្សចាស់ដែលហត់នឿយមកមួយជីវិតដល់ថ្នាក់នេះធ្វើអ្វីខ្ញុំមើលថែគាត់រាល់ថ្ងៃចាយលុយអ្នកបន្តិចបន្តួចមានអីខុសគាត់ចាស់ជរាមានជំងឺពេញខ្លួនបែបនេះចាយលុយចិញ្ចឹមគាត់គឺវាខាតលុយនេះខ្ញុំជាអ្នករកខ្ញុំចង់ចាយបែបណាក៏ជារឿងរបស់ខ្ញុំយាយតោះយើងទៅផ្ទះតូចរបស់ខ្ញុំនឹងចង្អ៊ីទោះបីមិនធំក៏ដោយតែវាស្អាតបាតនិងកក់ក្ដៅខ្ញុំបានរៀបចំក្រែទុនឲ្យយាយរួចរាល់អស់ហើយចាប់ពីពេលនេះទៅយាយមកនៅជាមួយខ្ញុំពេលខ្ញុំទំនេរពីការងារខ្ញុំនឹងនៅកំដរយាយញ៉ាំបាយនិងដើរលេងចាំបាច់ត្រូវមើលមុខអ្នកណាម្នាក់ទៀតហើយលេងចាំបាច់ត្រូវញ៉ាំបាយសទៀតហើយណែនកុំទៅណាស្ដាប់ម៉ាក់ពន្យល់សិនចាប់ពីថ្ងៃនេះទៅខ្ញុំនឹងមិនផ្ញើលុយឲ្យអ្នកផ្ទះមួយសេនទៀតទេនេះក៏ជាលើកចុងក្រោយដែលខ្ញុំហៅអ្នកថាម៉ាក់ដែរអ្នកមិនសមនឹងមើលថែជីដូនរបស់ខ្ញុំទេចាប់ពីពេលនេះទៅរាល់ការហូបចុកនិងស្នាក់នៅរបស់យាយគឺខ្ញុំនឹងស្វាមីជាអ្នកទទួលខុសត្រូវខ្ញុំនឹងកាត់ផ្ដាច់ទំនាក់ទំនងពីផ្ទះនេះទាំងស្រុងយាយញ៉ាំស៊ុបឆ្អឹងជំនីនេះទៅឲ្យក្ដៅខ្លួនចៅស្ងោររវា4ម៉ោងឯណោះវាទន់ខ្លាំងណាស់យាយមិនបាច់ពិបាកទំពីទេចៅបានក្រាលពុកទុន2ភ្លុកឲ្យយាយហើយដេកទៅស្រួលខ្លួនណាស់យាយអាចស្នាក់នៅទីនេះដោយសុខចិត្តចុះមិនបាច់គិតច្រើនទេចៅល្អឲ្យយាយមានជំងឺរ៉ាំរ៉ៃច្រើនមកដល់ក្នុងក្រុងបែរជាមកធ្វើឲ្យពួកកូនលំបាកទៅវិញយាយមានអារម្មណ៍មិនល្អសោះយាយកុំនិយាយអីចឹងអីកាលពីក្មេងយាយជាអ្នកបីបាច់ថែរក្សាចៅឥឡូវដល់ពេលចៅមើលថែយាយវិញម្ដងវាជារឿងដែលចៅត្រូវធ្វើទេទីនេះនឹងក្លាយជាផ្ទះរបស់យាយជារៀងរហូតទាំងអស់គ្នាគិតថាខ្ញុំធ្វើត្រូវទេខ្ញុំមើលថែម៉ែជាមួយនឹងកូនប្រុសបង្កើតយាយខ្ញុំមានអាយុ80ឆ្នាំហើយខំប្រឹងមកពីស្រុកស្រែចូលក្នុងក្រុងដើម្បីពឹងពាក់កូនប្រុសចិញ្ចឹមជីវិតពេលចាស់ជរាតែបែរជាត្រូវកូនប្រសាដេញឲ្យទៅនៅជ្រុងផ្ទះរួចឲ្យហូបតែបាយបបរត្រជាក់ទៅវិញក្រុមគ្រួសារអង្គុយហូបចុកសោយសុខតែបែរជាមិនខ្វល់ខ្វាយពីលោកយាយខ្ញុំសម្រេចចិត្តនាំលោកយាយចេញមកភ្លាមស្វាមីខ្ញុំបានប្រើរូបមន្តទឹកខ្ញីបុរាណមួយចានដើម្បីព្យាបាលអាការៈឈឺជើងរ៉ាំរ៉ៃរបស់លោកយាយអស់ជាច្រើនឆ្នាំការកតញ្ញូមិនប្រកាន់ថាប្រុសឬស្រីនោះទេហើយក៏មិនមែនគ្រាន់តែជាពាក្យសម្ដីផ្អែមល្ហែមដែរការកតញ្ញូពិតប្រាកដគឺនៅពេលដែលមនុស្សចាស់ក្នុងផ្ទះរងការអយុត្តិធម៌ឬត្រូវបានគេមើលងាយអ្នកហ៊ានក្រោកឈរឡើងដើម្បីការពារមនុស្សជាទីស្រឡាញ់បំផុតរបស់អ្នកតើអ្នកទាំងអស់គ្នាគិតថាខ្ញុំធ្វើត្រឹមត្រូវដែរឬទេអ្នកដែលគាំទ្រខ្ញុំសូមជួយបញ្ចេញមតិក្នុងប្រអប់ comment ផងចុចរូបបេះដូងដើម្បីគាំទ្រខ្ញុំផងណាដើម្បីឲ្យមនុស្សជាច្រើនទៀតបានឃើញសរសេរពាក្យថាកតញ្ញូក្នុងប្រអប់ comment ឲ្យខ្ញុំបានឃើញថាតើមានមនុស្សប៉ុន្មានអ្នកដែលចង់ផ្ដល់កម្លាំងចិត្តដល់សេចក្តីល្អអ្នកដែលមិនទាន់បាន follow កុំភ្លេចចុច follow ផងណាថ្ងៃក្រោយខ្ញុំនឹងមានរបស់ល្អជាច្រើនទៀតមកចែករំលែកដល់អ្នកទាំងអស់គ្នាកុំភ្លេច share បន្តទៅកាន់មិត្តភ័ក្តិនិងក្រុមគ្រួសារផង